ខ្ញុំកើតមកមានត្រគាកធំជាងគេមួយជុំម៉ែថាខ្ញុំមានរាងកាយបែបនេះតាំងពីកំណើតទើបលួចបញ្ជូនខ្ញុំទៅលើគ្រែរបស់ព្រះចៅអធិរាជព្រះចៅអធិរាជរួមដំណេកជាមួយខ្ញុំយ៉ាងខ្លាំងខ្ញុំពូគ្រប់10ខែបែរជាសម្រាប់បានកូនឆ្មាតូច5ក្បាលព្រះចៅអធិរាជទតឃើញកូនឆ្មាទាំង5ក៏សើចសប្បាយរីករាយថែមទាំងតែងតាំងខ្ញុំជាព្រះមហេសីទៀតផងចំណែកឯស្នំដែលសម្រាប់បានព្រះរាជបុត្រសុទ្ធតែត្រូវចោទប្រកាន់ពីបទផិតក្បត់កាលពី1ឆ្នាំមុនខ្ញុំនិងស្រីរាប់រយនាក់ដែលងាយមានកូនត្រូវបានគេនាំចូលក្នុងវាំងព្រះចៅអធិរាជបានចេញព្រះរាជក្រឹត្យអ្នកណាដែលសម្រាប់បានព្រះរាជបុត្រអ្នកនោះនឹងបានជាព្រះមហេសីនៃរាជវង្សដូច្នេះស្នំទាំងអស់ក៏ប្រើគ្រប់វិធីសាស្ត្រដើម្បីឲ្យមានកូនទាំងលេបថ្នាំចាក់ម្ជុលនិងបួងសួងព្រះគ្រប់បែបយ៉ាងតែពូរបស់ពួកគេនៅតែស្ងៀមឈឹងរហូតដល់មួយខែក្រោយមកលៀនឆៃរិនដែលមានរូបរាងធម្មតាជាងគេក៏មានដំណឹងថាមានផ្ទៃពោះព្រះចៅអធិរាជសប្បាយព្រះតីខ្លាំងក៏តែងតាំងនាងជាលៀនហ្វៃយាងទៅសួរសុខទុក្ខរាល់ថ្ងៃដល់ការស្រឡាញ់ពេញទំហឹងបន្ទាប់ពីនោះមួយខែក្នុងវាំងក៏មានស្នំ9នាក់ទៀតគ្រប់គ្នាក៏មានផ្ទៃពោះជាបន្តបន្ទាប់ខ្ញុំគឺជាអ្នកចុងក្រោយគេទាំងដែលព្រះមហាក្សត្រយាងមកខុសដំណាក់យូរហើយទ្រង់គ្រាន់តែមកបំពេញកិច្ចជាមួយខ្ញុំរួចក៏យាងទៅខ្ញុំស្មានថាខ្លួនឯងគ្មានវាសនាមានកូនទេនឹកស្មានមិនដល់ថាខែបន្ទាប់មកខ្ញុំក៏មានផ្ទៃពោះដែរនៅពេលដែលព្រះស្នំមានផ្ទៃពោះទាំងអស់កំពុងតែបន់ស្រន់សុំឲ្យបានកូនប្រុសនោះព្រះស្នំលៀនក៏សម្រាប់កូនមុនគេប៉ុន្តែសម្រាប់បានព្រះរាជបុត្រអ្នកទាំងអស់គ្នាសុទ្ធតែគិតថាតំណែងព្រះមហេសីមុខជាធ្លាក់លើនាងមិនខានតែព្រះមហាក្សត្របែរជាបញ្ជាឲ្យគេសម្លាប់នាងនិងព្រះរាជបុត្រភ្លាមថែមទាំងប្រហារជីវិតពូជពងវង្សសកលទៀតផងមូលហេតុគឺនាងលួចមានសហាយកូននោះមិនមែនជាខ្សែស្រឡាយព្រះមហាក្សត្រទេបន្ទាប់មកព្រះស្នំទេទៀតក៏សម្រាប់កូនជាបន្តបន្ទាប់ហើយក៏ត្រូវចោទពីបទលួចមានសហាយត្រូវប្រហារជីវិតពូជពងវង្សសកលទាំងអស់រហូតដល់ពេលខ្ញុំសម្រាប់ទើបដឹងថាព្រះមហាក្សត្របាននាំគ្រូពេទ្យនិងអង្គរៈមកចាំយាមនៅមុខដំណាក់ដោយផ្ទាល់ឲ្យតែកូនកើតមកភ្លាមនិងត្រូវធ្វើតេស្តឈាមភ្លាមព្រះស្នំទាំង10នាក់មុននោះសុទ្ធតែមិនបានឆ្លងកាត់ការពិនិត្យឈាមទើបត្រូវគេប្រហារជីវិតនៅនឹងកន្លែងពួកគេពិតជាចង់បានតំណែងអាគមហេសីទើបហ៊ានលួចលាក់មានកូនជាមួយអ្នកដទៃប៉ុន្តែខ្ញុំមិនមែនទេហេតុអ្វីបានជាខ្ញុំសម្រាប់បានកូនឆ្មាទាំង5ទៅវិញនៅពេលដែលខ្ញុំកំពុងតែច្របូកច្របល់ក្នុងចិត្តស្រាប់តែសម្លេងព្រះមហាក្សត្រស៊ូពីក្រៅសួរថាហេតុអ្វីបានជាក្នុងបន្ទប់ស្ងាត់ឈឹងបែបនេះបន្ទាប់មកព្រះមហាក្សត្រក៏ប្រញាប់ប្រញាល់នាំមនុស្សដើរមកកាន់ទ្វារបន្ទប់ឃើញព្រះមហាក្សត្រចិត្តនឹងរុញទ្វារចូលមកហើយខ្ញុំភ័យស្លន់ស្លោជាខ្លាំងក៏ប្រញាប់ចាប់កូនឆ្មាដែលកំពុងវាចុះឡើងញាត់ចូលក្នុងដៃរបស់ប៊ីជូខ្ញុំបន្ទាបសម្លេងប្រាប់ឲ្យនាងប្រញាប់យកកូនឆ្មាទៅលាក់ក្នុងកន្ត្រកប៊ីជូសម្លឹងមើលខ្ញុំដោយភាពតក់ស្លុតប៉ុន្តែរាងកាយនាងបែរជាប្រតិកម្មលឿនជាងគូក្បាលនាងប្រញាប់បើកគម្របកន្ត្រកនៅជ្រុងបន្ទប់ហើយចាប់កូនឆ្មាទាំង5បោះចូលទៅក្នុងនោះទាំងអស់ទើបតែបិទគម្របចិត្តព្រះមហាក្សត្រក៏រុញទ្វារចូលមកព្រះអង្គក្រឡេកមើលឈ្មោះដែលសន្លប់នៅលើដីរួចក៏ក្រឡេកមើលគ្រែរបស់ខ្ញុំដែលទេស្អាតព្រះអង្គក៏ជ្រួញចិញ្ចាំភ្លាមព្រះអង្គមានបន្ទូលថាតើបុត្ររបស់ណែណាឃើញក្រសែភ្នែកសង្ស័យរបស់ព្រះអង្គខ្ញុំដឹងថាត្រូវតែរកហេតុផលសមរម្យមកឆ្លើយភ្លាមបើមិនដូច្នេះទេខ្ញុំប្រហែលជាត្រូវកាត់ក្បាលចោលនៅវិនាទីបន្ទាប់ពេលដងខ្ញុំលោតញាប់ញ័រខួរក្បាលខ្ញុំវិលវល់យ៉ាងលឿនខ្ញុំដកដង្ហើមធំមួយខ្យល់រួចក្រោកឡើងលុតជង្គង់នៅចំពោះមុខព្រះអង្គគុំចាស់ម្យ៉ាងទៀតខ្ញុំម្ចាស់ពិតជាមានទោសចំពោះព្រះអង្គបើអញ្ចឹងចូលប្រាប់មកមើលតើអ្នកមានទោសអ្វីចំពោះខណៈពេលដែលព្រះអង្គមានបន្ទូលតែនៅពីក្រោយព្រះអង្គក៏បានត្រៀមខ្លួនដកដៅរួចជាស្រេចខ្ញុំយកដៃខ្ទប់ពោះបង្ហាញទឹកមុខខ្មាស់អៀនយ៉ាងខ្លាំងព្រះអង្គគុំចាស់អ្វីដែលខ្ញុំម្ចាស់ទើបតែសម្រាប់បានមិនមែនជាព្រះរាជបុត្រទេតែជាលាមកដែលមានក្លិនស្អុយខ្លាំងណាស់ធ្វើឲ្យអ្នកឈ្មោះស្ទើរតែសន្លប់បាត់ស្មារតីក្នុងដំណាក់ទាំងមូលស្ងាត់ឈឹងពេទ្យលួងនិងអង្គរៈគ្រប់គ្នាសម្លឹងមើលខ្ញុំដោយមិនគួរឲ្យជឿព្រះមហាក្សត្រជ្រួញចិញ្ចាំយ៉ាងខ្លាំងទ្រង់សម្លឹងមើលពោះខ្ញុំដោយក្រសែភ្នែកមិនច្បាស់លាស់តើការនោះពេទ្យលួងរូបណាជាអ្នកពិនិត្យផ្ទៃពោះឲ្យអ្នកគឺពេទ្យលួងស៊ូព្រះអង្គគុំចាស់តាំងពីចូលក្នុងវងមកខ្ញុំម្ចាស់មិនចុះសំណងនឹងព្រះនាងហ៊ុយហ្វៃឡើយពេទ្យលួងស៊ូក៏មានទំនាក់ទំនងល្អជាមួយព្រះនាងខ្ញុំម្ចាស់សង្ស័យថាគាត់ធ្វើរោគវិនិច្ឆ័យខុសដោយចិត្តណាដើម្បីចង់ឲ្យខ្ញុំម្ចាស់ប្រព្រឹត្តបទល្មើសបបប្រាស់រាជបល្ល័ង្កសុទ្ធតែជាកំហុសរបស់ខ្ញុំម្ចាស់ដែលជាពាក្យសម្ដីរបស់គាត់ប៉ុន្មានខែមកនេះខ្ញុំម្ចាស់ថែរក្សាពោះយ៉ាងប្រុងប្រយ័ត្នពេលឈឺចាប់ខ្លាំងមិនមែនចង់សម្រាប់កូនទេគឺចង់បន្ទោលបងទៅវិញយ៉ាងណាមិញពេទ្យលួងស៊ូក៏ត្រូវបានប្រហារជីវិតទៅហើយគ្មានភស្តុតាងអ្វីទៀតទេយកគាត់មកធ្វើជាអ្នកទទួលខុសត្រូវគឺសមបំផុតព្រះមហាក្សត្ររលែកមើលទៅកន្ធរនៅត្រង់ជ្រុងបន្ទប់ព្រះភ័ក្ត្ររបស់ទ្រង់ឡើងស្លេកស្លាំងចុះហេតុអ្វីបានជាយើងរងចាំនៅខាងក្រៅដំណាក់យូរម្លេះតើកំពុងរងចាំស្នំឯងមែនទេដូច្នេះហើយទើបបានជារងចាំនៅខាងក្រៅដំណាក់យូរម្លេះគឺរងចាំស្នំឯងនឹងឯងភរិយាខ្ញុំក៏មិនដឹងថាវាទៅជាមានរឿងធំដុំបែបនេះដែរតែធ្វើឲ្យប៉ះពាល់ដល់ព្រះរាជរតីភរិយាខ្ញុំពិតជាមានទោសដល់ស្លាប់ពេទ្យធ្លួងវាយជួយពិនិត្យជីពចរឲ្យព្រះនាងសិនផងមើលថាតើនាងនិយាយការពិតឬអត់ព្រះរាជានុញ្ញាតអ្នកមិនទុកមុខមាត់ឬផ្លូវរស់ឲ្យខ្ញុំបន្តិចសោះឡើយក្រមក្រសែព្រះនេតដ៏គួរឲ្យខ្លាចរបស់ព្រះរាជាខ្ញុំក៏លូកដៃទៅទាំងចិត្តដែលត្រៀមខ្លួនស្លាប់មានអារម្មណ៍ថាដូចជាមិនមែនជាក្បាលរបស់ខ្លួនឯងចឹងពេទ្យធ្លួងវាក៏ធ្វើចិត្តឲ្យស្ងប់ហើយចាប់ផ្ដើមពិនិត្យជីពចរឲ្យខ្ញុំសូមក្រាបបង្គំទូលព្រះរាជាជីពចររបស់ព្រះនាងពិតជាមានលក្ខណៈប្លែកមែនប្លែកយ៉ាងដូចម្ដេចទោះបីជាជីពចររបស់ព្រះនាងហាក់ដូចជាខ្សោយបន្តិចប៉ុន្តែចង្វាក់បេះដូងគឺខ្លាំងណាស់ហើយឈាមក៏មិនមែនមានសភាពខ្សោយដូចអ្នកជំងឺធម្មតាដែរផ្ទុយទៅវិញហាក់ដូចជាមានកម្លាំងខ្លាំងក្លាទៅវិញបើគិតតាមនេះពិតជាមិនមែនជាជីពចររបស់ស្ត្រីមានផ្ទៃពោះនោះទេព្រះចៅអធិរាជស្ដាប់ហើយព្រះភ័ក្ត្រកាន់តែខ្មាំងញឹកទ្រង់ប្រហែលជាកំពុងស្រមៃឃើញពីទស្សនវិជ្ជាដែលទ្រង់រងចាំនៅមុខទ្វារយ៉ាងអធិកអធមតែលទ្ធផលបែរជាបានឃើញតែលាមកមួយដុំធំទៅវិញសរសៃឈាមនៅត្រង់ថ្ងាសរបស់ទ្រង់ចាប់ផ្ដើមលោតញាប់ទ្រង់សម្លឹងមើលខ្ញុំរួចបកព្រះហស្ថយ៉ាងខ្លាំងសិនហ្វៃអញហ៊ានបន្លំខ្សែស្រឡាយរាជវង្សមិនអាចអត់អន់ឲ្យបានឡើយធ្វើឲ្យខូចកិត្តិយសរាជវង្សអស់ហើយសិនហ្វៃអញហ៊ានបន្លំខ្សែស្រឡាយរាជវង្សមិនអាចអត់អន់ឲ្យបានឡើយធ្វើឲ្យខូចកិត្តិយសរាជវង្សអស់ហើយចាប់ពីថ្ងៃនេះទៅដកតំណែងហ្វុងហៅបញ្ជូនទៅឃុំក្នុងដំណាក់ត្រជាក់ហាមចេញមកក្រៅជាដាច់ខាតការបញ្ជូនទៅដំណាក់ត្រជាក់គឺជាអ្វីដែលខ្ញុំចង់បានខ្ញុំប្រញាប់ក្បាលចុះភ្លាមអោព្រះគុណព្រះចៅអធិរាជដែលបានលើកលែងទោសខ្ញុំម្ចាស់សូមទទួលរាជជង្ការដោយក្តីគោរពខ្ញុំមិនបង្អង់យូរឡើយដោយនាំយកប៊ីជូដែលកំពុងតែស្រឡាំងកាំងព្រមទាំងកន្ត្រកដែលដាក់កូនរបស់ខ្ញុំបានរើចូលទៅក្នុងដំណាក់ត្រជាក់ទាំងយប់ប៊ីជូប្រញាប់ទៅដាំទឹកបឺមកកូនឆ្មាទាំងនេះប្រហែលជាឃ្លានហើយប៊ីជូប្រញាប់យកទឹកបឺមកភ្លាមប៉ុន្តែទោះបីជាខ្ញុំនិងប៊ីជូព្យាយាមបញ្ចុកយ៉ាងណាក៏ដោយកូនឆ្មាទាំងនោះបែរជាបែកក្បាលមិនព្រមផឹកសោះឃើញពួកវាដេកក៏កុញគ្នាមើលទៅគួរឲ្យអាណិតណាស់ប៊ីជូមើលមកខ្ញុំហើយនិយាយទាំងកំប្លែងថាព្រះនាងម្ចាស់យ៉ាងណាក៏ពួកវាជាកូនដែលព្រះនាងប្រសូតមកដែរសាកល្បងឲ្យបើទឹកដោះព្រះនាងទៅឲ្យមនុស្សបើទឹកដោះឆ្មាទៅចុះយ៉ាងណាក៏ពួកវាជាកូនដែលខ្ញុំប្រសូតមកដែរមិនអាចទុកឲ្យពួកវាឃ្លានស្លាប់បែបនេះបានទេ
ខ្ញុំក៏សាកល្បងច្របាច់ទឹកដោះដាក់ក្នុងចានទឹកដោះមួយចាននោះត្រូវបានពួកវាផឹកអស់ក្នុងមួយប៉ព្រិចភ្នែកជីវិតខ្ញុំស្អាតស្អំមកគ្រប់ពេលលើកទី1ដែលខ្ញុំប៉ះពាល់បុរសគឺពេលដែលមានទំនាក់ទំនងជាមួយព្រះចៅអធិរាជប៉ុន្តែហេតុអ្វីបានជាប្រសូតមកជាកូនឆ្មាទៅវិញខ្ញុំព្យាយាមនឹកគិតរឿងរ៉ាវមុននឹងក្រោយពេលមានផ្ទៃពោះចង់ដឹងថាខ្លួនឯងធ្លាប់ប៉ះពាល់អ្វីដែលចម្លែកដែរឬទេរឿងតែមួយគត់ដែលប្លែកគឺមុនពេលកើតរឿងនោះខ្ញុំនៅត្រង់ជ្រុងមួយនៃសួនកាខ្ញុំបានជួបឆ្មាអនេថាពណ៌ស្អាតមួយក្បាលថែមទាំងបានចែកនំពាក់កណ្ដាលឲ្យវាស៊ីទៀតឬមួយក៏ឆ្មាមួយក្បាលនោះមកដប់ស្នងសង្គមខ្ញុំគេបានជូនកូនឆ្មា5ក្បាលមកខ្ញុំដោយឡែកកំពុងតែគិតពិចារណាស្រាប់តែខ្ញុំមើលសម្លេងមួយយ៉ាងទន់ភ្លន់អ្នកម៉ាក់ខ្ញុំស្មានតែខ្លួនឯងទៅជាអសនៈស័យពេលរលែកមើលចុះក្រោមធ្វើឲ្យខ្ញុំភ្ញាក់រើតែម្ដងកូនឆ្មាដែលទៅតែដេកគោជុំគ្នានិងកំពុងបើទឹកដោះនោះពេលនេះបែរជាคล้ายទៅជាទារកតូច5នាក់ដ៏គួរឲ្យស្រឡាញ់ខ្ញុំភ័យរហូតដល់ដៃញ័រជ្រូករបស់របរធ្លាក់ពេញដីប៊ីជូកាន់តែស្រែកផ្អើលខ្លាំងរត់មកពួនក្រោយក្នុងខ្ញុំភ្លាមអ្នកនាងឆ្មាខ្ញុំលេបទឹកមាត់ក្អឹកមើលទៅកូនឆ្មាទាំង5ក្បាលដែលមានរោមពេញខ្លួនកាលពីមុនមួយប៉ព្រិចភ្នែកក៏ប្រែទៅជាក្មេងតូច5នាក់ឥឡូវនេះពួកគេកំពុងបើកភ្នែកមូលក្រឡងសម្លឹងមើលមកខ្ញុំហើយដោយសំឡេងកូនក្មេងថាអ្នកម៉ាក់អបព្រះអើយលោកកំពុងលេងសើចនឹងខ្ញុំមែនទេកើតមកជាកូនឆ្មាទាំងហ្វូងក៏ថាចុះឥឡូវកូនឆ្មាទាំងនោះបែរជាคล้ายជាមនុស្សទៅវិញយូជូប្រញាប់បិទទ្វារទៅខ្ញុំបន្ទាបសំឡេងចុះរួចស្ទុះទៅមាត់ទ្វារស្ទើរតែដួលទៅភាពច្របូកច្របល់ខ្ញុំក៏ចាក់សោទ្វារចាស់នោះឲ្យជាប់រួចដកដង្ហើមវែងមួយខ្យល់បន្ទាប់មកដើរញ័រជើងទៅក្បែរគ្រែខ្ញុំសាកល្បងលូកដៃទៅចាក់តិចនៅលើថ្មរបស់ក្មេងតូចម្នាក់ដែលនៅជិតបំផុតវាទន់វាហាក់មានកម្ដៅគឺជាមនុស្សពិតមែនពួកឯងចេះនិយាយដែរឬក្មេងតូចដែលខ្ញុំចាក់ថ្មនោះក៏ងក់ក្បាលតូចរបស់គេយ៉ាងខ្លាំងរួចឡាដៃតូចទាំងពីរម៉ាក់4នាក់ទៀតក៏នាំគ្នាអូសសំឡេងទាមទារឲ្យបីព្រាមដែរឲ្យងាប់ហើយកូនឆ្មាទាំង5មិនត្រឹមតែប្រែខ្លួនជាមនុស្សទេថែមទាំងកើតមកចេះនិយាយទៀតមិនថាវាជាឆ្មាជាថ្នាំឬជាមនុស្សទេឥឡូវនេះពួកគេទាំងអស់គ្នាជាកូនរបស់ខ្ញុំសិនឈិនឈឺចាប់ពីពេលនេះទៅនៅក្នុងដំណាក់ត្រជាក់ខ្ញុំត្រូវរស់នៅយ៉ាងវល់វាយក្នុងនាមជាអ្នកមើលថែកូនកូនតូចទាំង5នេះភាគច្រើនពួកគេសុទ្ធតែមានសភាពជាទារកធម្មតាដែលគួរឲ្យស្រឡាញ់មានតែពេលដែលខ្ញុំខឹងពួកគេម្ដងកាលហើយពួកគេមានអារម្មណ៍ភ័យខ្លាចប៉ុណ្ណោះទើបពួកគេប្រែខ្លួនទៅជាកូនឆ្មាពួកគេធំលឿនណាស់ស្ទើរតែផ្លាស់ប្ដូរជារៀងរាល់ថ្ងៃត្រឹមតែពាក់កណ្ដាលខែប៉ុណ្ណោះក៏អាចដើរនឹងលោតបានហើយប៉ុន្តែខ្ញុំបានប្រាំផ្ញើពួកគេយ៉ាងម៉ឺងម៉ាត់ថាទោះបីជាមានរឿងអ្វីក៏ដោយតែខាត់មិនត្រូវរត់ចេញពីដំណាក់របស់យើងឡើយនៅខាងក្រៅដំណាក់ត្រជាក់រឿងដែលព្រះនាងសិនពូ10ខែហើយសម្រាបានតែលីមកនោះបានខ្លាចជារឿងកំ pl ែងពេញគោនៅក្នុងដំណាក់ក្នុងទាំងមូលកាន់តែពោពេញទៅដោយការចំអកឲ្យខ្ញុំគ្រប់ទីកន្លែងបាននឿដំណឹងទេព្រះនាងសិនម្នាក់នោះចង់បានកូនរហូតដល់ឈួតហើយអស់រយៈពេល10ខែពេញអង្អែពូដែលមានតែលាមកហើយហៅថាព្រះរិកបុត្រពិតមែនហើយសំបីតែឈ្មោះក៏ត្រូវនាងធ្វើឲ្យសន្លប់ដែរនិយាយថាខួរក្បាលគាត់រងការប៉ះទង្គិចទៀតផងយប់ឡើងក៏ចាក់ចេញពីវាំងនិយាយថាខ្លួននឹងមិនទទួលធ្វើឈ្មោះទៀតឡើយធ្វើឲ្យខូចមុខមាត់រីជ្វាំងអស់ហើយឥឡូវនេះពេញមួយក៏ដឹងរឿងព្រះស្នំដែលពោះកូនលាមក10ខែអស់ហើយសំខាន់គឺគាត់ត្រូវគេបញ្ជូនទៅដំណាក់ត្រជាក់ទាំងសត្វមិនល្អទៀតពេញមួយថ្ងៃនិយាយម្នាក់ឯងហើយរកកូនប៊ីជូរាល់ដងខឹងរហូតជន់ជើងតែខ្ញុំបែរជាគិតថាវាជាសំណាងក្នុងរឿងអាក្រក់ទៅវិញមិនបាច់ដណ្ដើមស្នេហាមិនបាច់ឆ្លុះប្រកែកគ្នារឿងតែមួយគត់ដែលមិនល្អនោះគឺលក្ខខណ្ឌរស់នៅក្នុងដំណាក់ត្រជាក់វាអន់ពេកទាំងត្រជាក់ទាំងតូចចង្អៀតមិនថាទេសំបីតែអាហារក៏ខ្វះខាតខ្លាំងដែរកូនទាំង5កំពុងតែធំធាត់បាយទឹកត្រជាក់បន្តិចបន្តួចនោះមិនគ្រាន់នឹងចន្លោះធ្មេញផងយប់នោះខ្ញុំកំពុងអង្គុយពិបាកចិត្តនឹងអស់មកទេវាក្រោយមកឃើញលើក្រែទេស្អាតកូនទាំង5បាត់អស់ហើយកូនទាំង5បាត់អស់ហើយខ្ញុំភ័យខ្លាចរហូតស្ទើរតែបាត់បង់ស្មារតីខ្ញុំប្រញាប់បែកគ្នាជាមួយប៊ីជូរត់គ្រប់ទីក្នុងដំណាក់ត្រជាក់បើមានអ្នកណាម្នាក់ឃើញពួកយើងច្បាស់ជាចាប់មិនខានពេលដែលខ្ញុំកំពុងតែភ័យរហូតចង់យំទៅហើយនៅត្រង់ជ្រុងងឹតក្នុងបន្ទប់ក៏ស្រាប់តែសូមាត់ភ្លាមនោះក្មេងតូចទាំង5នាក់ក៏វាចេញមកទាំងត្រដាប់ត្រដួសតាប៉ាវនិងអើប៉ាវកំពុងសែងប្រអប់ធ្នូមួយខាងក្នុងមាននំចំណីយ៉ាងឆ្ងាញ់និងស៊ុបសាច់ដែលកំពុងហុយផ្សែងសាំប៉ាវនិងសើប៉ាវក៏ជួយគ្នាអូសថងក្រណាត់តូចមួយមាត់ថងបើកចំខាងក្នុងពេញទៅដោយអង្ករស្គូសចំណែកអ៊ូប៉ាវកំពុងអបប្រអប់ឈើដ៏ប្រណីតមួយយ៉ាងណែនក្នុងប្រអប់ឈើនោះមានដាក់ទុំត្បូងឆ្លាក់រូបនាគនិងហង្សយ៉ាងល្អិតល្អន់ខ្ញុំយកមកមើលចិត្តនេះមិនមែនជាត្រាព្រះរាជសីទេកូនយករបស់នេះមកពីណាម៉ាក់ឲ្យកូនឃ្លានពួកយើងទៅរកអាហារមកឲ្យម៉ាក់ញ៉ាំថ្មភ្លឺផ្លេកនេះស្អាតណាស់យកទៅឲ្យអ្នកម៉ាក់លេងរបស់នេះយកមកលេងកើតដែរឬនេះវាអាចធ្វើឲ្យគេប្រហារជីវិតពូជពងយើងទាំងមូលណានៅពេលនោះឯងប៊ីជូដែលនៅខាងក្រៅទ្វារក៏វាលូនចូលមកទាំងត្រហេបត្រហុកព្រះនាងម្ចាស់ត្រាផែនដីត្រូវបានគេលួចបាត់ហើយព្រះមហាក្សត្រកំពុងតែចាត់ឲ្យគេឆែកឆេរគ្រប់ដំណាក់ទាំងអស់ពេលនេះព្រះអង្គនិងក្រុមអ្នកតាមរកបានមកដល់ដំណាក់ត្រជាក់ហើយអីយ៉ាបើឲ្យព្រះមហាក្សត្រឃើញកូនឆ្មាទាំង5នេះនិងកូនឆ្មាទាំង5នេះមិនទាន់តែបានធ្វើអ្វីផងទ្វារដំណាក់ត្រជាក់ក៏ត្រូវបានគេធាក់បើកយ៉ាងខ្លាំងមិនទាន់តែបានធ្វើអ្វីផងទ្វារដំណាក់ត្រជាក់ក៏ត្រូវបានគេធាក់បើកយ៉ាងខ្លាំងបន្ទាប់មកព្រះមហាក្សត្រក៏បាននាំក្រុមអង្គរៈជាច្រើនតាចូលមកព្រះមហាក្សត្រយាងមកលឿននិងប្រញាប់ប្រញាល់ណាស់មិនទុកពេលឲ្យខ្ញុំបានតាំងខ្លួនតតែសោះព្រះអង្គក៏បានយាងមកឈរនៅចំពោះមុខខ្ញុំបាត់ទៅហើយក្រោមពន្លឺព្រះច័ន្ទព្រះមហាក្សត្រពោពេញទៅដោយភាពត្រជាក់ស្រេបនៅពីក្រោយទ្រង់គឺមានក្រុមអង្គរៈកាន់ដាវនិងកាន់គប់ភ្លើងពន្លឺភ្លើងដ៏ក្តៅគប់បានបំភ្លឺព្រះរាជដំណាក់ដ៏ទ្រុឌទ្រោមនេះឲ្យភ្លឺចិញ្ចាចដូចពេលថ្ងៃព្រះមហាក្សត្រទតមើលក្នុងទីធ្លាដោយទឹកព្រះភ័ក្រមាំក្រសែព្រះនេត្រក៏បានធ្លាក់ទៅលើផ្ទាំងថ្មដែលមានដាក់នំចំណីយ៉ាងប្រណិតរួចក៏ក្រឡេកទៅមើលថង់អង្គរដែលមិនគួរមាននៅក្នុងព្រះរាជដំណាក់នេះសោះចុងក្រោយទ្រង់សម្លឹងមើលត្រាព្រះរាជសីនៅលើដីយ៉ាងមិនដាក់ភ្នែកធ្វើឲ្យព្រះភ័ក្ររបស់ទ្រង់កាន់តែខ្មៅងើតបរិយាកាសហាក់ដូចជាកកស្ទះអ្នកទាំងអស់គ្នាដកដង្ហើមមិនចង់ជើងខ្ញុំទន់ជ្រាយក៏ដួលចុះលើជង្គង់ភ្លាមប៊ីជូកាន់តែភ័យខ្លាចរហូតមុខស្លេកស្លាំងក្រាបចុះនឹងដីចប់ហើយត្រូវគេចាប់បានទាំងមនុស្សទាំងវត្ថុតាងលើកនេះប្រហែលជាត្រូវកាត់ក្បាលពិតមែនហើយឈីងឈឺព្រះមហាក្សត្រហៅឈ្មោះខ្ញុំទាំងយាងមកចិត្តខ្ញុំយឺតឯងប្រាប់យើងមកមើលតើវាទៅជាបែបនេះបានយ៉ាងដូចម្តេចខ្ញុំភ័យខ្លាំងណាស់ក៏គិតតែពីចង់ទទួលខុសត្រូវគ្រប់យ៉ាងជំនួសកូនទាំង5នាក់ដើម្បីសុំក្តីមេត្តាពីទ្រង់តែពេលងាកទៅមើលឃើញពួកគេទាំង5ប្រែខ្លួនជាកូនឆ្មាដុនតូចកំពុងពួនស្ងៀមនៅគំនររបស់របរក្នុងជ្រុងមួយហើយអបគ្នាញ៉ត់ត្រើតយ៉ាងហោចណាស់ពួកគេក៏ចេះខ្លាចដែរខ្ញុំក៏ធូរចិត្តបន្តិចហើយក្នុងមួយប៉ព្រិចភ្នែកនោះខ្ញុំក៏សម្រេចចិត្តយំស្រែកឡើង
ចោលដែលលួចត្រាព្រះរាជសីដឹងថាការត្រួតពិនិត្យក្នុងវងតឹងរឹងខ្លាំងទើបគ្មានកន្លែងលាក់ខ្លួនដោយចិត្តណាបោះរបស់កខ្វក់ចូលក្នុងដំណាក់ត្រជាក់ចង់ឲ្យខ្ញុំឆ្លងកាត់រឿងនេះទៅបានឬក៏ចង់ទម្លាក់កំហុសដាក់ខ្ញុំមែនទេព្រះអង្គខ្ញុំនិយាយបណ្ដាអនក្បាលសំពះបណ្ដាព្យាយាមសម្ដែងឲ្យឃើញថាខ្ញុំស្មោះត្រង់បំផុតព្រះអង្គមិនទាន់ទាំងបានបើកព្រះអសផងក៏មានសម្លេងស្រទន់មួយបន្លឺឡើងក្បែរព្រះអង្គអូប្អូនស្រីសិនក៏ហោកបានល្អណាស់តែពោពេញដោយចន្លោះប្រហោងមែនអ្នកដែលនិយាយនោះគឺព្រះនាងលាវដែលកំពុងតែមានមន្តស្នេហ៍ខ្លាំងឪពុករបស់នាងគឺជាអាគមហាសេនាបតីលាវមានអំណាចខ្លាំងក្លានៅក្នុងវាំងកាលពីមុនមានព្រះនាងជាច្រើនដែលទទួលបានការពេញចិត្តដោយសារតែមានចំនួនជាមួយនាងចុងក្រោយខ្លះក៏ឈួតខ្លះក៏ស្លាប់ទោះបីជាខ្ញុំរស់នៅក្នុងដំណាក់ត្រជាក់ក៏អាចជឿពាក្យចាំអារ៉ាមដែរថាតំណែងអាគមហេសេនាពេលអនាគតគឺជារបស់នាងប្រកបណាស់អ្នកណាដែលហ៊ានប្រមាថនាងគឺស្មើនឹងកាត់ទោសប្រហារជីវិតខ្លួនឯងអញ្ចឹងខ្ញុំក្រឡេកមើលគាត់មួយផ្លែមិនហ៊ាននិយាយអ្វីផ្ដេសផ្ដាស់ទេតើអ្នកណាខ្លះមិនដឹងដំណាក់ត្រជាក់វាដាច់ស្រយាលស្ងាត់ជ្រុងចោលមិនរត់ទៅកន្លែងផ្សេងបែរជារត់មកកន្លែងអ្នកទៅវិញថែមទាំងយកម្ហូបយកអង្គមកឲ្យអ្នកទៀតហ៊ានកុហកបោកប្រាស់រឿងធំដុំបែបនេះនៅចំពោះមុខអ្នកដទៃអ្នកគិតថាព្រះមហាក្សត្រជាក្មេង3ឆ្នាំងាយនឹងបោកបញ្ឆោតមែនទេនិយាយបណ្ដាគាត់ក៏ងាកទៅរកព្រះមហាក្សត្រដើម្បីបន្ថែមពណ៌សម្បូរព្រះមហាក្សត្រតាមយោបល់របស់ម្យ៉ាងប្រកាសជាស្រីត្រកូលចិនម្នាក់នេះដែលត្រូវគេបញ្ជូនមកដំណាក់ត្រជាក់មានចិត្តគុំគួនទើបបានលួចត្រាព្រះរាជសីមនុស្សម្នាក់នេះមានទោសធ្ងន់ធ្ងរមិនអាចលើកលែងបានគួរតែប្រហារជីវិតភ្លាមដើម្បីឲ្យសមនឹងច្បាប់ក្នុងវាំងខ្ញុំពិតជាហួសចិត្តណាស់ខ្ញុំគ្រាន់តែជាអតីតស្នំដែលត្រូវគេបោះបង់ចោលក្នុងដំណាក់អត់ត្រជាក់តើខ្ញុំទៅធ្វើអ្វីឲ្យគាត់ខឹងគាត់ចង់ដណ្ដើមការស្រឡាញ់ក៏ដណ្ដើមទៅហើយអ្វីត្រូវយកខ្ញុំដែលជាមនុស្សតូចតាចគ្មានឥទ្ធិពលអ្វីសោះមកពាក់ព័ន្ធពេលលើសម្ដីរបស់ព្រះនាងលីកៃវីទឹកមុខរបស់ព្រះមហាក្សត្រកាន់តែស្រពោនក្រឡេកមើលមកខ្ញុំទោះជាកំពុងមើលមនុស្សស្លាប់អញ្ចឹងលើកនេះប្រហែលជាមិនអាចរួចខ្លួនទៀតទេស្របពេលដែលព្រះមហាក្សត្រចិត្តនឹងមានបន្ទូលកូនសត្វរោមមូលពី3ក្បាលនៅជ្រុងខាងក៏ស្រាប់តែយំយែកលូនទៅក្បែរជើងព្រះមហាក្សត្រពួកវាយកមុខរោមមូលថត់នោះមកត្រដុសជើងត្រង់មិនឈប់ឃើញកូនសត្វទាំង5ក្បាលយំញ៉ាវត្រដុសនឹងស្បែកជើងបាក់រូបមាសរបស់ព្រះមហាក្សត្រខ្ញុំស្ទើរតែកងបាត់ទៅហើយពួកវាហ៊ានយ៉ាងម៉េចទៅព្រះនាងលីវភ័យខ្លាចរហូតស្រែកផ្អើលហើយថយក្រោយយ៉ាងលឿនហាក់ដូចជាឃើញសត្វសាហាវអញ្ចឹងព្រះនាងចង្អុលមកពួកវាដោយសម្លេងស្រួចស្មោកគ្រោកប្រកាសជាព្រះរាជដំណាក់ត្រជាក់នេះមិនស្អាតទើបនាំឲ្យមានសត្វចង្រៃចូលមកចាប់ពួកវាចេញទៅពួកកំបោរនឹងមានបម្រើនៅពីក្រោយព្រះនាងលីវដូច្នេះក៏នាំគ្នាដើរចូលទៅគុំខ្ញុំស្រែកឡើងដោយភាពភ័យខ្លាចហើយប្រញាប់លូនទៅការពារពួកវាខ្ញុំប្រញាប់ចាប់កូនឆ្មាព្រៃទាំង5ក្បាលមកអោបជាប់នឹងទ្រូងរួចអង្គរកព្រះមហាក្សត្រទាំងភ័យខ្លាចថាសូមព្រះអង្គទតមើលចុះកូនឆ្មាគ្មានទីពឹងទាំងនេះគឺខ្ញុំម្ចាស់ចិញ្ចឹមទុកកំដរអារម្មណ៍ក្នុងដំណាក់ត្រជាក់ប៉ុណ្ណោះពួកវាគ្មានដឹងរឿងអ្វីទាំងអស់សូមព្រះអង្គមេត្តាលើកលែងទោសឲ្យពួកវាផងទោះចង់សម្លាប់ឬធ្វើបាបយ៉ាងណាខ្ញុំម្ចាស់សូមទទួលខុសត្រូវតែម្នាក់ឯងខ្ញុំផ្អឹបមុខទៅនឹងរោមដ៏ទន់ល្មើយនឹងកក់ក្ដៅរបស់ពួកវាទឹកភ្នែកខ្ញុំស្រក់ចុះមកមិនដាច់ចប់ហើយលើកនេះមិនត្រឹមតែខ្ញុំត្រូវស្លាប់ទេសូម្បីតែកូនរបស់ខ្ញុំក៏មិនអាចរស់ដែរប៉ុន្តែសម្លេងស្ដីបន្ទោសនឹងការចាប់ខ្លួនដែលខ្ញុំរំពឹងទុកមិនបានកើតឡើងឡើយក្នុងភាពស្ងប់ស្ងាត់ឈឹងនោះខ្ញុំឮតែព្រះមហាក្សត្រដកដង្ហើមធំពេករួចព្រះអង្គក៏ធ្វើសកម្មភាពមួយដែលធ្វើឲ្យអ្នកទាំងអស់គ្នាងឿងឆ្ងល់យ៉ាងខ្លាំងគាត់អង្គុយចុះយឺតដោយប្រើដៃដែលធ្លាប់តែសម្លាប់មនុស្សនោះលុកទៅអង្អែលថ្នមក្បាលកូនឆ្មាតូចនៅក្នុងដៃខ្ញុំធ្វើសកម្មភាពយឺតថែមទាំងមានភាពទន់ភ្លន់ទៀតផងខ្ញុំកំរើកកលួចងើបភ្នែកមើលក្រោមពន្លឺភ្លើងខ្ញុំហាក់ដូចជាឃើញក្នុងភ្នែករបស់ព្រះមហាក្សត្រតែតែងតែត្រជាក់ស្រេបនោះពេលនេះបែរជាមានពន្លឺនៃក្តីស្រឡាញ់មួយផ្លែតើខ្ញុំភ័យពេកទើបមើលឃើញច្រឡំមែនទេខណៈដែលខ្ញុំកំពុងតែភ្ញាក់ផ្អើលព្រះមហាក្សត្រក៏អង្អែលក្បាលកូនឆ្មាឈ្មោះវូប៉ាវរួចប្រើម្រាមដៃអេសចង្ការបស់កូនឆ្មាទៀតសកម្មភាពនោះមើលទៅស្ទាត់ជំនាញនិងមានក្តីសុខណាស់បន្ទាប់មកទើបគាត់ក្រោកឈរឡើងសម្លឹងមកកាន់ភ្នែកដែលកំពុងភ្ញាក់ផ្អើលរបស់ខ្ញុំហើយសួរដោយទឹកមុខធម្មតាថាអ្នកចូលចិត្តឆ្មាខួរក្បាលខ្ញុំនៅតែស្អាតប៉ុន្តែនៅតែញកក្បាលតាមសភាពគិតចាស់មិនមែនគ្រាន់តែចូលចិត្តទេពួកវាប្រៀបដូចជាសាច់ឈាមរបស់ខ្ញុំអញ្ចឹងពេលលើចម្លើយរបស់ខ្ញុំព្រះចៅអធិរាជសម្លឹងមើលមកខ្ញុំយ៉ាងជ្រាលជ្រៅក្រសែភ្នែកនោះស្មុគស្មាញរហូតដល់ខ្ញុំមើលមិនយល់សោះទ្រង់មិនបានមានបន្ទូលអ្វីទៀតទេទ្រង់អន់ចុះរើសត្រាព្រះរាជសីឡើងរួចហុចទៅឲ្យខន្ធីដែលនៅក្បែរនោះរឿងនេះយើងមានការសម្រេចចិត្តដោយខ្លួនឯងនិយាយចប់ទ្រង់ក៏បែរខ្នងដើរចេញភ្លាមនាំក្រុមអង្គរៈដែលមានទឹកមុខចម្លែកចាក់ចេញពីដំណាក់ត្រជាក់ចំណែកព្រះនាងលីវិញបានសម្លឹងមើលមកខ្ញុំដោយកំហឹងមុខឡើងខៀវរួចដើរតាមក្រោយព្រះចៅអធិរាជទៅទាំងកំហឹងរហូតដល់ស្រមោលរបស់ពួកគេបាត់ស្រមោលក្នុងភាពងឹតនៃរាត្រីទើបខ្ញុំទន់ខ្លួនដួលទៅលើដីញ័រខ្លួនដោយសារភាពភ័យខ្លាចយប់នោះខ្ញុំបានអបកូនឆ្មាទាំង5ក្បាលដេកមិនហ៊ានលែងដៃសូម្បីតែបន្តិចអរិយាបថរបស់ព្រះចៅអធិរាជចម្លែកខ្លាំងណាស់ទ្រង់តែងតែជាមនុស្សមើងម៉ាត់មិនអាចអត់អន់ឲ្យកំហុសអ្វីបានឡើយមានពេលមួយមានខន្ធីម្នាក់កំពុងលាយទឹកខ្មៅថ្វាយព្រះមហាក្សត្រគ្រាន់តែជ្រុលដៃធ្វើឲ្យទឹកខ្មៅមួយដំណក់ប្រឡាក់លើត្រាព្រះរាជសីក៏ត្រូវព្រះមហាក្សត្របញ្ជាឲ្យប្រហារជីវិតភ្លាមដែរការលួចត្រាព្រះរាជសីជារឿងធំដុំណាស់វាថែមទាំងពាក់ព័ន្ធនឹងជោគវាសនារបស់ជាតិទៀតផងហើយអ្វីបានជានាងមានអកប្បកិរិយាបែបនេះទៅវិញមិនត្រឹមតែមិនស៊ើបអង្កេតរឿងត្រាព្រះរាជសីមិនសម្លាប់ខ្ញុំថែមទាំងអង្អែលឆ្មារបស់ខ្ញុំទៀតតើនេះជាភាពស្ងប់ស្ងាត់មុនជួបមកដល់មែនទេឬមួយក៏មានបំណងអ្វីផ្សេងរឿងនេះយើងមានការសម្រេចចិត្តរួចហើយតើមិនមែនដោយសារមិនទាន់ដល់ពេលទេគឺគ្រាន់តែពេលវេលាមិនទាន់មកដល់ប៉ុណ្ណោះមិនបានទេវាគ្រោះថ្នាក់ខ្លាំងណាស់ក្នុងព្រះបរមរាជវាំងនេះជាកន្លែងដែលស៊ីមនុស្សមិនខ្ជាក់ឆ្អឹងបងប្រុសទាំង5របស់ខ្ញុំមិនអាចនៅទីនេះបានទៀតទេត្រូវតែរកវិធីបញ្ជូនពួកគេចេញទៅថ្ងៃបន្ទាប់ពេលខ្ញុំកំពុងគិតរកវិធីបញ្ជូនក្មេងទាំង5នាក់ចេញទៅស្នំឯកលីវក៏នាំក្រុមមេដោះនិងខន្ធីដែលកាន់ឧបករណ៍ចាប់សត្វមកដល់មុខផ្ទះខ្ញុំដោយកំហឹងស្នំឯកលីវមកទីនេះដោយមានការរៀបចំទុកជាមុនមេដោះពី3នាក់នៅពីក្រោយនាងសុទ្ធតែកាន់បាវនិងដំបងប្រសាទភ្នែកសម្លឹងមកយ៉ាងកាចសាហាវដឹងតែមានចិត្តណាមិនល្អហើយចូលមកដល់ភ្លាមព្រះនាងលីវក៏សម្លឹងមកខ្ញុំដោយកាយវិការក្រអឺតក្រទមសិនឈីងឈឺកាលពីម្សិលមិញយើងឃើញថាឆ្មាតូចនៅក្នុងដំណាក់ត្រជាក់របស់ឯងនេះមានវិញ្ញាណល្អក៏សម្រេចចិត្តយកពួកវាទៅចិញ្ចឹមដោយខ្លួនឯងប្រញាប់យកឆ្មាទាំងនោះចេញមកដើម្បីទទួលយកលៀបសំណាងដ៏ធំធេងនេះទៅតើក្នុងដំណាក់ខាងក្នុងនេះមានអ្នកណាខ្លះថាព្រះនាងលីវស្អប់ឆ្កែឆ្មាបំផុតកាលពីមុនមានព្រះស្នំម្នាក់មានឆ្កែចិញ្ចឹមមួយគ្រាន់តែវាប៉ះត្រូវព្រះនាងលីវបន្តិចបន្តួចប៉ុណ្ណោះក៏ត្រូវព្រះនាងចាប់វាស្បែកដកសរសៃនៅនឹងកន្លែងតើព្រះនាងចង់ចិញ្ចឹមឆ្មាណាទៅគឺច្បាស់ណាស់ថាឃើញព្រះចៅអធិរាជចាប់អារម្មណ៍លើឆ្មាទើបចង់ចាប់កូនឆ្មារបស់ខ្ញុំយកទៅធ្វើជាឧបករណ៍សម្រាប់ដណ្ដើមការស្រឡាញ់តើព្រះនាងចង់ចិញ្ចឹមឆ្មាណាទៅគឺច្បាស់ណាស់ថាឃើញព្រះចៅអធិរាជចាប់អារម្មណ៍លើឆ្មាទើបចង់ចាប់កូនឆ្មារបស់ខ្ញុំយកទៅធ្វើជាឧបករណ៍សម្រាប់ដណ្ដើមការស្រឡាញ់បើឆ្មារបស់ខ្ញុំធ្លាក់ទៅក្នុងដៃព្រះនាងមែននោះតើអាចមានលទ្ធផលល្អទៅរួចឬខ្លាចតែពេលព្រះនាងមិនពេញព្រះទ័យកូនឆ្មារបស់ខ្ញុំនឹងត្រូវគេបោះបង់ចោលតាមតែអំពើចិត្តឬអាចដោះថ្នាក់វាឲ្យស្លាប់ទៀតផងខ្ញុំក៏ប្រញាប់និយាយដោយទឹកមុខមើលមកថាព្រះនាងម្ចាស់
ឆ្មាទាំងនោះរស់នៅក្នុងដំណាក់ត្រជាក់យូរមកហើយប្រហែលជាឆ្លងមេរោគកខ្វក់ច្រើនណាស់បើឲ្យពួកវាទៅតាមព្រះនាងម្ចាស់ខ្លាចក្រែងពួកវាធ្វើអ្វីមិនសមរម្យនាំឲ្យព្រះនាងមិនសប្បាយព្រះទ័យព្រះនាងម្ចាស់បើព្រះនាងចូលចិត្តឆ្មាព្រះនាងអាចទៅរកកូនឆ្មាដែលគួរឲ្យស្រឡាញ់ជាងនេះបានគុំយករបស់ពីក្នុងដំណាក់ត្រជាក់នេះមកធ្វើឲ្យប្រឡាក់ព្រះហស្ថព្រះនាងអីក្អេងក្អាងណាស់រឿងដែលខ្ញុំធ្វើតើត្រូវការឲ្យនាងដែលជាស្នំក្នុងដំណាក់ត្រជាក់មកចង្អុលបង្ហាញឬអ្នកណាមានការគ្រាន់តែបញ្ជាភ្លាមមេដោះថត2នាក់កាន់បោករត់សម្ដៅចូលក្នុងបន្ទប់ខ្ញុំស្ទុះទៅរារាំងក៏ត្រូវពួកគាត់រុញយ៉ាងខ្លាំងពួកគាត់មានកម្លាំងខ្លាំងណាស់ខ្ញុំដួលទៅប៉ះនឹងដុំថ្មជង្គង់មានឈាមហូរឈឺចាប់ខ្លាំងណាស់ឃើញខ្ញុំត្រូវគេធ្វើបាបកូនឆ្មាទាំង5ក្បាលតែកំពុងញ៉ាំអាហារពេលព្រឹកក្នុងបន្ទប់ដាបាវនិងអេរ៉ាបាវក៏បែករោមភ្លាមរត់សម្ដៅទៅរកពួកគាត់ទាំងកំហឹងដើម្បីខំជើងខោរបស់មេដោះទាំង2នាក់នោះកូនឆ្មា3ក្បាលទៀតក៏ស្ទុះរត់តាមទៅដែរហ៊ានខំមនុស្សទៀតផងវាសឹកត្រឆានដែលខំគេនេះឲ្យងាប់ទៅចំណែក3ក្បាលទៀតយកវាទៅអប់រំឲ្យល្អទទួលបញ្ជាមេដោះដែលត្រូវខំទទួលបានបញ្ជាក៏លើកជើងឡើងបំរុងនឹងទាត់ទៅលើកូនឆ្មាយ៉ាបាវនឹងអើរបស់ខ្ញុំភ័យខ្លាចរហូតស្ទើរតែបាត់ស្មារតីក៏មិនដឹងថាមានកម្លាំងមកពីណាដែរខ្ញុំក៏ស្ទុះទៅយ៉ាងលឿនយកខ្លួនប្រាណទាំងមូលទៅបាំងក្នុងរបស់ពួកវាខ្ញុំត្រូវជើងមេដោះនោះទាត់ចំពេញទំហឹងតែម្ដងភ្នែកខ្ញុំចាប់ផ្ដើមងឹតឈឹងនៅហ៊ានរារាំងរឿងល្អរបស់អញទៀតទៅវាប្រដៅស្រីឈួតនេះឲ្យខ្លាំងមករួចចាប់យកឆ្មាទាំងនោះទៅភ្លាមនោះមេដោះនឹងពួកខ្លួនជាច្រើនអ្នកទៀតក៏រមកជុំទាំងកណ្ដាប់ដៃគេក៏ធ្លាក់មកលើខ្ញុំដូចជាដំណក់ទឹកភ្លៀងធ្លាក់មកលើខ្លួនប្រាណរបស់ខ្ញុំជាចាប់ខ្លាំងណាស់ពេញមួយទូខ្លួនប៉ុន្តែខ្ញុំនៅតែកំពុងខ្លួនឲ្យទៅបំផុតដើម្បីការពារកូនឆ្មារបស់ខ្ញុំឲ្យជាប់ក្នុងរង្វង់ដៃបាក់ប៊ីជូយំស្រែកចង់រត់មកជួយតែត្រូវពួកខ្វឹក2នាក់ចាប់សង្កត់ជាប់ម៉ៅកូនឆ្មាទាំងនោះក៏បញ្ចេញសំឡេងដោយភាពភ័យស្លន់ស្លោនិងកំហឹងនៅក្នុងរង្វង់ដៃខ្ញុំហាក់ដូចជាវិនាទីបន្ទាប់ពួកវានឹងរើបំរាស់ចេញពីដៃខ្ញុំរឿងការពីម្សិលមិញធ្វើឲ្យខ្ញុំនៅតែភ័យខ្លាចដូច្នេះខ្ញុំក៏បានផ្ដាំផ្ញើពួកវាជាពិសេសថាទោះបីជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយឲ្យតែមានមនុស្សក្រៅនៅទីនោះគឺហាមនិយាយស្ដីជាដាច់ខាតហើយកាន់តែហាមមិនឲ្យប្រែខ្លួនជាមនុស្សពេលនឹកឃើញដល់ការសន្យារបស់យើងពួកវាក៏ខំទប់អារម្មណ៍ហើយយំនៅក្នុងរង្វង់ដៃខ្ញុំពួកមេដោះទាំងនេះដៃជើងធ្ងន់ណាស់គ្រាន់តែប៉ុន្មានដៃប៉ុណ្ណោះខ្ញុំក៏មានអារម្មណ៍ជាជាប់ចាប់ពេញខ្លួនហាក់ដូចជាឆ្អឹងក្នុងខ្លួនទាំងមូលចិត្តបាក់បែកអស់ទៅហើយប៉ុន្តែក្នុងខួរក្បាលខ្ញុំមានតែគំនិតមួយប៉ុណ្ណោះទូស្លាប់ក៏មិនព្រមលែងដៃដែរកូនរបស់ខ្ញុំគ្មានអ្នកណាម្នាក់អាចដណ្ដើមយកទៅបានឡើយនៅពេលដែលខ្ញុំត្រូវគេវារហូតដល់ស្មារតីចាប់ផ្ដើមព្រើចិត្តនឹងទ្រាំលែងបានទៅហើយនោះក៏ឈប់ដៃទាំងអស់គ្នាព្រះមហាក្សត្រយាងមកដល់ហើយពេលឮសំឡេងនោះដៃជើងដែលកំពុងវាយមកលើខ្លួនខ្ញុំក៏ឈប់ភ្លាមខ្ញុំងើបក្បាលឡើងដោយការលំបាកតាមចន្លោះភ្នែកដែលហាំប៉ោងខ្ញុំឃើញព្រះមហាក្សត្រឈរនៅមាត់ទ្វារដោយទឹកមុខខឹងសម្បាពេលនេះរស្មីត្រជាក់ស្រេបដែលបញ្ចេញពីព្រះកាយទ្រង់គឺខ្លាំងជាងយកមិញរាប់រយដងប្រសាទព្រះនេត្រទ្រង់បានរលេចមើលជុំវិញកន្លែងកើតហេតុយឺតដំបងទ្រង់បានមើលមកខ្ញុំដែលត្រូវគេវារហូតដល់សភាពសន្លប់សុខស្ដឹងរួចក៏មើលមកកូនឆ្មាតូចដែលខ្ញុំអប់ជាប់នៅក្នុងដៃចុងក្រោយក្រសែព្រះនេត្រដ៏ត្រជាក់នោះបានសម្លឹងទៅលើព្រះនាងលីវដេវីនិងពួកមេដោះព្រមទាំងពួកខាន់ធីដែលកំពុងធ្វើមុខកាចសាហាវទាំងនោះទ្រង់ក៏មានបន្ទូលយ៉ាងត្រជាក់ព្រះនាងលីវហេតុអ្វីមិននៅឯដំណាក់ឆាំងស៊ីងបែរជាដឹកនាំមនុស្សម្នាមកបង្កចំនួនដល់ក្នុងដំណាក់ត្រជាក់នេះតើចង់បានអ្វីសម្លេងរបស់ព្រះមហាក្សត្រស្ងប់ស្ងាត់ណាស់ស្ដាប់ទៅមិនមានអារម្មណ៍អ្វីបន្តិចសោះព្រះនាងលីវពិតជាមិននឹកស្មានថាព្រះមហាក្សត្រនឹងយាងមកទីនេះភ្លាមឡើយទ្រង់ក៏ប្រញាប់ធ្វើជាអង្គរកដោយក្តីភ័យខ្លាចព្រះមហាក្សត្រមុំម្ចាស់ឃើញកូនឆ្មាទាំងនោះគួរឲ្យអាណិតនៅឯដំណាក់ត្រជាក់ក៏ចង់យកពួកវាទៅចិញ្ចឹមនៅដំណាក់របស់មុំម្ចាស់ឲ្យបានល្អតែនាងសិនបែរជាព្យាយាមរារាំងគ្រប់យ៉ាងថែមទាំងហ៊ានប្រាប់កម្លាំងបៀតបៀនអ្នកអតីតមួយទៀតទើបមនុស្សរបស់មុំម្ចាស់ទ្រាំមិនបានក៏ត្រូវបង្រៀននាងឲ្យចេះពីច្បាប់ទម្លាប់ព្រះមហាក្សត្រទតមើលព្រះនាងយ៉ាងជ្រាលជ្រៅទ្រង់មិនបានឆ្លើយតបអ្វីឡើយតែបែរជាយាងមកជិតខ្ញុំមួយជំហានម្ដងទ្រង់ឈរនៅចំពោះមុខខ្ញុំដោយភាពស្ងៀមស្ងាត់មួយសន្ទុះរួចក៏យឺតអង្គុយចុះខ្ញុំស្មានថាទ្រង់ចង់ពិនិត្យមើលថាតើឆ្មាមានរបួសឬអត់ក៏មានចិត្តចង់ក្រោកឡើងដោយស្វ័យប្រវត្តិតែមិនទាន់ទាំងបានកម្រើកខ្លួនផងព្រះហស្ថរបស់ទ្រង់ក៏បានប៉ះមកលើផ្ទៃមុខរបស់ខ្ញុំញ័រខ្លួនត្រើតតែទ្រង់បែរជាធ្នមអូសសក់ដែលបាំងថ្ងាសខ្ញុំចេញសក់ដែលរញ៉េញ៉ៃលីឡំដោយឈាមនិងញើសចុងម្រាមដៃរបស់គាត់មានភាពកក់ក្ដៅសកម្មភាពរបស់គាត់បង្កប់ដោយភាពទន់ភ្លន់ដែលខ្ញុំនឹកស្មានមិនដល់ឈឺទេដង្ហើមដ៏កក់ក្ដៅដែលគាត់បញ្ចេញមកប៉ះមកលើត្រចៀករបស់ខ្ញុំធ្វើឲ្យខ្ញុំមានអារម្មណ៍ថាកក់ក្ដៅពេញខ្លួនខ្ញុំសម្លឹងមើលគាត់ទាំងងឿងឆ្ងល់ហើយក៏ងក់ក្បាលដោយមិនដឹងខ្លួនព្រះមហាក្សត្រជ្រួញចិញ្ចាំបន្តិចទ្រង់ក៏បីខ្ញុំឡើងភ្លាមខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសកម្មភាពដែលមិននឹកស្មានដល់របស់ទ្រង់ខ្ញុំព្រះមហាក្សត្រខ្ញុំព្យាយាមរំលះតាមសភាពគាត់ប៉ុន្តែដៃដែលបីខ្ញុំបែរជាកាន់តែណែនគុំកម្រើកដៃដ៏រឹងមាំដូចធ្មនុអប់ខ្ញុំជាប់ក្នុងទ្រូងធ្វើឲ្យខ្ញុំកម្រើកទៅណាពុំរួចឃើញទស្សនវិជ្ជានេះអ្នកដែលនៅទីនោះទាំងអស់សុទ្ធតែមានការភ្ញាក់ផ្អើលសូម្បីតែប៊ីជូក៏បើកភ្នែកធំហាក់ដូចជាបានឃើញខ្មោចអញ្ចឹងគុំថាឡើយពួកគេសូម្បីតែខ្ញុំក៏មិនយល់ថាវាជារឿងអ្វីដែរគុំថាឡើយពេលនេះខ្ញុំជាស្រីម្នាក់ដែលគេស្អប់ខ្ពើមជាស្នំដែលត្រូវគេបោះបង់ចោលសូម្បីតែពីមុនមកក៏ដោយខ្ញុំក៏ជាស្នំម្នាក់ក្នុងដំណាក់នោះដែលមិនសូវទទួលបានការស្រឡាញ់ពីព្រះមហាក្សត្រដែរបើមិនមែនព្រោះតែទ្រង់ស្រវឹងហើយចូលខុសដំណាក់ទេប្រហែលជាមកដល់ពេលនេះខ្ញុំក៏នៅតែមិនយល់ច្បាស់ដែរថាហេតុអ្វីបានជាស្រាប់តែព្រះមហាក្សត្រយកចិត្តទុកដាក់លើខ្ញុំខ្លាំងម្ល៉េះនៅក្រោមប្រស័យភ្នែកដ៏ភ្ញាក់ផ្អើលរបស់មនុស្សម្នាព្រះមហាក្សត្រក៏មានបន្ទូលដោយទឹកមុខត្រជាក់ស្រីថាស្នំលាវមិនចេះគោរពច្បាប់ទម្លាប់បណ្ដោយឲ្យបាបបំរើធ្វើបាបអ្នកដទៃហើយថែមទាំងហ៊ានប្រមាថដល់អ្នកក្នុងដំណាក់ចាប់ពីថ្ងៃនេះទៅត្រូវគុំខ្លួនក្នុងដំណាក់ឆាំងស៊ីងបើគ្មានបញ្ជាពីយើងទេហាមចេញក្រៅដំណាក់ជាដាច់ខាតស្នំលាវងើបមុខឡើងទាំងមិនជឿនឹងត្រជាមុខមាត់ស្លេកស្លាំងអស់យើងបានឃើញផ្ទាល់នឹងភ្នែកឯងនៅហ៊ានប្រកែកទៀតឬចំពោះបាបបំរើទាំងអស់ដែលបានចូលដៃធ្វើបាបគេមកយកទៅកាត់ទោសប្រហារជីវិតឲ្យអស់ក្រោយពីព្រះរាជបញ្ជាបានចេញមកគ្រប់គ្នាក៏ភ័យខ្លាចយ៉ាងខ្លាំងពួកម៉ែដោះនិងពួកខ្វៀនដែលកាលពីមុនកាច់សាហាវនោះក៏លើកជង្គង់អង្គរកភ្លាមសូមព្រះអង្គមេត្តាប្រោសជីវិតផងចំពេលដែលមានសម្លេងយំស្រែករហ័សពួកគេក៏ត្រូវបានពួកអង្គរៈអូសចេញទៅយ៉ាងគ្មានមេត្តាលីវគួយហ្វៃនៅចង់និយាយអ្វីបន្តទៀតប៉ុន្តែព្រះអង្គមិនបានងាកមកមើលនាងឡើយព្រះអង្គបីខ្ញុំរួចមានបន្ទូលយ៉ាងស្រទន់ទៅកាន់កូនឆ្មាទាំង5នៅក្បែរជើងថាតាមយើងមកយ៉ាងនេះឯងព្រះអង្គក៏បានបីខ្ញុំដែលស្ថិតក្នុងសភាពអាម៉ាស់បំផុតនៅចំពោះមុខមហាជនដោយមានកូនឆ្មាទាំង5ដើរតាមពីក្រោយយាងចេញពីក្នុងដំណាក់ត្រជាក់ដ៏ទ្រុឌទ្រោមនោះមួយជំហានម្ដងខ្ញុំត្រូវបានព្រះអង្គបីត្រឡប់មកកាន់ហាងកន្ត្រកសម្លៀកបំពាក់ដែលខ្ញុំធ្លាប់រស់នៅគ្រប់យ៉ាងក្នុងហាងនៅដែរទាំងអស់ប្រៀបដូចជាខ្ញុំមិនដែលចាក់ចេញទៅណាអញ្ចឹងបន្ទាប់ពីដាក់ខ្ញុំចុះលើគ្រែដ៏ទន់ល្មើយដោយថ្នមហើយព្រះអង្គក៏ប្រញាប់ហៅពេទ្យមកពិនិត្យព្យាបាលខ្ញុំភ្លាមពេទ្យបានចេញថ្នាំឲ្យខ្ញុំមួយចំនួនប៊ីជូកំពុងតែរៀបនឹងលាបថ្នាំឲ្យខ្ញុំតែត្រូវបានព្រះអង្គខាត់ទុកយើងនឹងលាបដោយខ្លួនឯងមិនទាន់ឲ្យខ្ញុំបានបើកមាត់ផងព្រះហស្ថរបស់ព្រះអង្គដែលធ្លាប់តែសម្រាប់ជោគវាសនានោះបានអន់ចុះមកថែទាំរបួសរបស់ខ្ញុំយ៉ាងទន់ភ្លន់ទង្វើរបស់ទ្រង់ក្នុងខ្លាំងណាស់ប្រៀបដូចជាកំពុងថ្នាក់ក្នុងវត្ថុមានតម្លៃដែលទ្រង់ស្រឡាញ់បំផុតការយកចិត្តទុកដាក់បែបនេះធ្វើឲ្យខ្ញុំមានអារម្មណ៍រំភើបខ្លាំងថែមទាំងមានអារម្មណ៍មិនស្រួលខ្លួនទៀតផងព្រះករុណាឲ្យទូព្រះបង្គំធ្វើដោយខ្លួនឯងទៅខ្ញុំនិយាយទាំងព្យាយាមគេចចេញប៉ុន្តែទ្រង់បែរជាចាប់ស្មារបស់ខ្ញុំជាប់ទ្រង់ទាំងលាបថ្នាំឲ្យខ្ញុំទាំងផ្លុំរបួសឲ្យខ្ញុំថ្នមក្នុងប្រស័យភ្នែកពោពេញដោយភាពទន់ភ្លន់សុំទោស
គឺយើងមកយឺតពេកហើយខ្ញុំសម្លឹងមើលត្រង់ចំមិនយល់សោះឡើយថាភាពទន់ភ្លន់ដែលកើតឡើងភ្លាមនេះមកពីអ្វីបន្ទាប់ពីលាបថ្នាំរបួសរួចរាល់ព្រះករុណាក៏ប្រកាសនៅចំពោះមុខអ្នកទាំងអស់គ្នាចុះប្រកាសរាជជំការយើងចាប់ពីថ្ងៃនេះទៅស្ដារតំណែងព្រះនាង Shen ឡើងវិញហើយនៅបន្តរស់នៅវិមានយេលិនដដែលព្រះអង្គហេតុអ្វីទៅម្យ៉ាងទៀតខ្ញុំមិនយល់ទេខ្ញុំមិនដឹងទេពេលនេះខ្ញុំរត់តែអន់ថយជាងពេលដែលទើបចូលវាំងទៅទៀតកាលពីដើមព្រះអង្គមិនដែលចាប់អារម្មណ៍នឹងខ្ញុំផងហេតុអ្វីពេលនេះស្រាប់តែមកយកចិត្តទុកដាក់ពិសេសលើខ្ញុំបែបព្រះអង្គសម្លឹងមើលខ្ញុំយ៉ាងជ្រាលជ្រៅក្នុងភ្នែកពោពេញដោយអារម្មណ៍ចលាចលតែចុងក្រោយទ្រង់ក៏មានបន្ទូលថាពេលថ្ងៃទៀតជាថ្ងៃខួបកំណើតព្រះមាតាអ្នកត្រូវតែចូលរួមឲ្យបាននិយាយចប់ទ្រង់ក៏បកដៃដើរចេញទៅបន្សល់ទុកឲ្យខ្ញុំដេកលើគ្រែដោយភាពងឿងឆ្ងល់ពេលជាស្រឡាំងកាំងមួយសន្ទុះធំទើបនាងសួរខ្ញុំដោយភាពមិនយល់ថាព្រះនាងព្រះអង្គមានរឿងអ្វីទៅដំបងទ្រង់លើកលែងទោសឲ្យពួកយើងដែលលួចចេញពីសួនយូហ៎ឥឡូវនេះថែមទាំងនាំពួកយើងចេញពីដំណាក់ត្រជាក់ត្រឡប់មកវិញមានយេលិនវិញទៀតម្យ៉ាងទៀតទាសីបានគេនិយាយថាព្រះនាងលាវទៅជាទីស្រឡាញ់ក្នុងចិត្តព្រះអង្គហេតុអ្វីទ្រង់បែរជាដាក់ទណ្ឌកម្មព្រះនាងលាវហើយកាត់ទោសអ្នកបម្រើនាងដើម្បីអ្នកទៅវិញខ្ញុំក៏វិក្បាលចិត្តព្រះមហាក្សត្រពិតជាពិបាកស្មានទោសបីមិនដឹងថាហេតុអ្វីព្រះអង្គស្រាប់តែផ្លាស់ប្ដូរខ្លាំងបែបនេះប៉ុន្តែយ៉ាងហោចណាស់ពេលនេះខ្ញុំក៏មានឋានៈជាទីពេញចិត្តរបស់ព្រះអង្គដែលជាពិសេសគឺថាព្រះនាងលាវដែលធ្លាប់តែទទួលបានការស្រឡាញ់ខ្លាំងបំផុតក៏ត្រូវព្រះដាក់ទោសព្រោះតែធ្វើឲ្យខ្ញុំអាក់អន់ចិត្តពួកព្រះស្នំដែលធ្លាប់តែមើលងាយចំអកឲ្យខ្ញុំក៏នាំគ្នាយកកាដូមកជូនដោយការគោរពហើយខ្ញុំថាបងស្រីមិនដាច់ពីមាត់រុងរឿងមួយពេលមិនមែនមានន័យថារឿងមួយជីវិតនោះទេធ្វើអ្វីគួរទុកផ្លូវថយក្រោយខ្លះថ្ងៃក្រោយពេលធ្លាក់ខ្លួននឹងមិនមានអ្នកជន់ឈ្លីយើងច្រើនពេកទេបន្ទាប់ពីត្រឡប់មកវិមានយេលិនវិញព្រះអង្គបានរៀបចំអ្នកបម្រើជាច្រើនឲ្យមកមើលថែខ្ញុំប៉ុន្តែខ្ញុំបានយកលេខាត្រូវការសម្រាប់ព្យាបាលរបួសទើបឲ្យពួកគេចេញទៅវិញអស់បន្សល់ទុកតែបេយូឲ្យមើលថែខ្ញុំប៉ុណ្ណោះយ៉ាងណាមិនកូនតូចទាំង5របស់ខ្ញុំមិនអាចឲ្យអ្នកណាឃើញបានទេមានតែពេលគ្មានអ្នកអតីតទើបពួកគេអាចធ្វើសកម្មភាពបានដោយសេរីដោយមានអាហារគ្រប់គ្រាន់និងវិមានដ៏កក់ក្ដៅកូនឆ្មាតូចរស់នៅវិមានយេលិនយ៉ាងមានក្តីសុខពួកគេរត់លេងពេញមួយថ្ងៃធ្វើឲ្យខ្ញុំនិងបេយូមើលហើយទប់សម្ដៅមិនបាន13ថ្ងៃក្រោយជាពិធីខួបកំណើតព្រះមាតាខ្ញុំបានផ្ដាំផ្ញើគោតូចទាំង5ឲ្យនៅស្ងៀមក្នុងវិមានគុំរត់លេងផ្ដេសផ្ដាស្ទើបនាំបេយូទៅកាន់វិមានថេក្នុងវិមានថេមានការតុបតែងភ្លើងពណ៌យ៉ាងស្រស់ស្អាតភ្ញៀវកិត្តិយសមកជួបជុំគ្នាទាំងរាជវង្សានុវង្សនិងមន្ត្រីតូចធំជួបជុំគ្នាយ៉ាងកុះក៏ពិធីជប់លៀងពិតជាអ៊ូអរខ្លាំងណាស់ខ្ញុំទើបតែចូលដល់កំពុងរកកន្លែងអង្គុយស្រាប់តែព្រះអង្គម្លឹងមកខ្ញុំហើយទះកៅអីក្បែរព្រះអង្គដែលទុកទំនេរពិសេសនោះថាព្រះនាង Shen មកអង្គុយទីនេះមកអ្នកទាំងមូលភ្ញាក់ផ្អើលសម្លឹងមកខ្ញុំគ្រប់គ្នាព្រះនាង Shen មកអង្គុយទីនេះមកអង្គុយជាមួយព្រះមហាក្សត្រនេះគឺជាកិត្តិយសដែលមានតែព្រះមហេសីប៉ុណ្ណោះដែលទទួលបានមួយរំពេចនោះព្រះនាង Shen ដែលធ្លាប់តែរស់នៅដំណាក់ត្រជាក់មិននឹកស្មានថាទទួលបានការស្រឡាញ់ខ្លាំងបែបនេះសោះមិនដឹងថានាងប្រើល្បិចអ្វីទើបអាចឡើងពីដំណាក់ត្រជាក់មកដល់ឋានៈខ្ពស់បែបនេះក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃព្រះអង្គយកចិត្តទុកដាក់នឹងនាងខ្លាំងណាស់មាសប្រាក់គ្រឿងអលង្ការនិងអាហារឆ្ងាញ់ត្រូវបានបញ្ជូនចូលវាំងមិនដាច់ទេឡើយថែមទាំងឲ្យនាងថ្វាយកាដូក្នុងពិធីខួបកំណើតព្រះមាតាទីមើលទៅតំណែងព្រះមហេសីនាពេលអនាគតប្រកាសជារបស់នាងហើយចំពេលដែលមានការនិយាយដើមទាំងនោះខ្ញុំក៏អង្គុយចុះយឺតអ្នកដែលធ្លាប់មើលងាយខ្ញុំឥឡូវសុទ្ធតែគោរពខ្ញុំយ៉ាងខ្លាំងពេលប៉ះនឹងក្រសែភ្នែកច្រណែនឈ្នានីសទាំងនោះខ្ញុំបែរជាមានអារម្មណ៍ថាដូចអង្គុយលើបន្លាក្នុងចិត្តមិនស្ងប់សោះកុំភ័យអីព្រះអង្គសម្លឹងមកខ្ញុំហើយក្តាប់ដៃខ្ញុំដែលកំពុងបែកញើសត្រជាក់នោះយ៉ាងណែនការប៉ះពាល់ដ៏កក់ក្ដៅនឹងការលួងលោមដតភ្លុននោះធ្វើឲ្យខ្ញុំមានអារម្មណ៍ធូរស្រាលជាងមុនពិធីជប់លៀងកំពុងតែអ៊ូអរស្រាប់តែព្រះនាងលាវដែលគួរតែត្រូវដាក់ទណ្ឌកម្មបែរជាបង្ហាញខ្លួនក្នុងឈុតឆាតឆាយថាសូមថ្វាយបង្គំព្រះមហាក្សត្រតើមិនមែនបានបញ្ជាឲ្យអ្នកនៅតែក្នុងវិមានឆេងសេងមិនឲ្យចេញមកក្រៅទេអ្នកមកទីនេះធ្វើអ្វីព្រះអង្គគំចាស់ថ្ងៃនេះជាថ្ងៃបុណ្យចម្រើនព្រះជន្មព្រះមាតាម្យ៉ាងទៀតខ្ញុំម្ចាស់បានរៀបចំកាដូពិសេសមួយសម្រាប់ព្រះមាតាខ្ញុំម្ចាស់ធានាថាកាដូនេះប្រកាសជាធ្វើឲ្យព្រះអង្គនិងព្រះមាតាភ្ញាក់ផ្អើលជាមិនខានព្រះអង្គមិនមានបន្ទូលអ្វីឡើយប៉ុន្តែព្រះមាតាបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងតើជាកាដូអ្វីទៅបានជាមានប្រសិទ្ធភាពដល់ថ្នាក់នេះប្រញាប់យកមកឲ្យយើងមើលមកអ្នកណាទៅនាំវាចូលមកពួកខ្វាន់ថៃមួយចំនួនបានសែងហឹបធំមួយតើចូលមកក្នុងសាលក្រោមការរងចាំមើលរបស់មនុស្សគ្រប់គ្នាហឹបនោះក៏ត្រូវបានបើកយឺតក្រោមការរងចាំមើលរបស់មនុស្សគ្រប់គ្នាហឹបនោះក៏ត្រូវបានបើកយឺតពេលឃើញរបស់នៅក្នុងហឹបខ្ញុំក៏ស្ទុះក្រោកឈរភ្លាមទាំងឃ្លូញ័រត្រឹតក្នុងនោះគឺកូនទាំង5របស់ខ្ញុំមិនដឹងថាហេតុអ្វីបានជាពេលនេះពួកគេប្រែរូបជាមនុស្សហើយត្រូវបានគេចងតែជើងជាប់មាត់ត្រូវបានគេញាត់ក្រណាត់លើខ្លួនប្រានពោពេញដោយស្នាមរបួសអ្នកគ្រប់គ្នានៅទីនោះភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រះមាតាជ្រួញចិញ្ចាំហើយសួរថាលីវគួយហ្វៃនេះវាជារឿងអ្វីហេតុអ្វីបានជានាងនាំក្មេងទាំង5នាក់នេះមកក្នុងពិធីបុណ្យចម្រើនព្រះជន្មរបស់យើងតើនេះជារបស់ដែលនាងថានឹងធ្វើឲ្យយើងភ្ញាក់ផ្អើលនោះព្រះមាតាប្រហែលជាមិនជ្រាបទេក្មេងទាំង5នាក់នេះគឺជាកូនដែលសិនគួយហ្វៃលួចមានសហាយស្មន់ជាមួយនឹងអតីខ្ញុំម្ចាស់ខំប្រឹងយ៉ាងខ្លាំងទើបចាប់ពួកគេបានសិនគួយហ្វៃម្នាក់នេះបោកប្រាស់ព្រះអង្គយូរមកហើយខ្ញុំម្ចាស់ពិតជាមិនអាចទ្រាំឃើញព្រះអង្គនិងព្រះមាតាត្រូវគេបោកបញ្ឆោតទៀតបានទេទើបហ៊ានប្រថុយនាំពួកគេមកទីនេះសិនគួយហ្វៃតើសម្ដីរបស់លីវគួយហ្វៃជាការពិតមែនឬខ្ញុំមើលទៅកូនដែលមានរបួសពេញខ្លួនក្នុងហឹបរួចក៏លុតចុះភ្លាមសូមឲ្យព្រះអង្គនិងព្រះមាតាលើកលែងទោសគ្រប់យ៉ាងគឺជាកំហុសរបស់ខ្ញុំម្ចាស់ម្នាក់ឯងសូមព្រះអង្គមេត្តាដោះលែងកូនទៅបើចង់ដាក់ទោសសូមដាក់ទោសខ្ញុំម្ចាស់តែម្នាក់ចុះការសារភាពរបស់ខ្ញុំគឺស្មើនឹងការទទួលស្គាល់គ្រប់យ៉ាងគ្រប់គ្នានៅទីនោះភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយនាំគ្នានិយាយពីខ្សឹបខ្សៀវថាអព្រះឲ្យក្មេងទាំង5នាក់នេះជាកូនរបស់នាងពិតមែនឬមើលទៅពួកគេធំអស់ហើយតើនាងបាត់បង់ស្មារតីតាំងពីពេលចូលវាំងមកម្លេះឬមើលទៅនាងស្រឡាញ់ក្មេងទាំងនេះជាងជីវិតខ្លួនឯងទៅទៀតពិតជាធ្វើឲ្យខូចកិត្តិយសរាជវង្សអស់ហើយពួកស្នំដែលធ្លាប់ធ្វើខុសពីមុនមកសុទ្ធតែមានទីបញ្ចប់ដ៏សោកសៅនាងម្នាក់នេះបង្កើតកូនដល់ទៅ5នាក់ប្រហែលជាត្រូវរស់មិនបានស្លាប់មិនរួចជាមិនខានក្នុងចំណោមសម្លេងភ្ញាក់ផ្អើលនោះលីវឆឹងសៀងក៏ក្រោកឈរឡើងហើយនិយាយថាព្រះអង្គព្រះមាតាក្នុងវាំងមានលាក់ទុកមនុស្សមិនស្គាល់ប្រវត្តិបែបនេះពិតជាធ្វើឲ្យខូចកិត្តិយសរាជវង្សខ្លាំងណាស់ខ្ញុំម្ចាស់សូមអង្វរព្រះអង្គឲ្យដាក់ទោសសិនគួយហ្វៃជាបន្ទាន់ព្រះមហាក្សត្រមិនខ្វល់ពីលោកនាយករដ្ឋមន្ត្រីលីវទេទ្រង់ក្រោកឈរយឺតដើរមកមុខខ្ញុំហើយញើបចង្កាខ្ញុំឡើងរួចសម្លឹងមើលខ្ញុំយ៉ាងជ្រាលជ្រៅតើអ្នកនៅតែមិនព្រមទទួលកំហុសទៀតមែនទេទ្រង់សម្លឹងមើលខ្ញុំយ៉ាងជ្រាលជ្រៅតើអ្នកនៅតែមិនព្រមទទួលកំហុសទៀតមែនទេសម្លេងរបស់ទ្រង់ស្អកហើយក្នុងភ្នែកមានភាពស្រពេចស្រពេលខ្ញុំក៏យឺតគ្រោះវិក្បាលមិនមែនទេក្នុងជីវិតនេះខ្ញុំមានតែព្រះអង្គតែម្នាក់គត់ចុះក្មេងទាំងនេះមកពីណាខ្ញុំស្ងៀមអស់ពីវិនាទីរួចឆ្លើយតាមត្រង់ថាគឺខ្ញុំពូ10ខែទើបសម្រាលពួកគេមកព្រះមហាក្
សត្វភ្ញាក់ផ្អើលហើយកំពុងតែចង់សួរទៀតស្រាប់តែមានអង្គរៈម្នាក់រត់ចូលមកទាំងភ័យស្លន់ស្លោរីកាថាសូមទានព្រះមេត្តាព្រះអង្គម្ចាស់ជីនបាននាំកងទ័ពសម្រុកចូលមកដល់មុខព្រះរាជដំណាក់ហើយមិនទាន់ទាំងដាច់សូរផងព្រះអង្គម្ចាស់ជីនក្នុងឈុតសឹកពេញយោក៏បាននាំកងទ័ពសម្រុកចូលមកក្នុងព្រះរាជដំណាក់ថៃហឺចូលមកដល់ភ្លាមព្រះអង្គម្ចាស់ជីនក៏ដកដាវចង្អុលទៅព្រះមហាក្សត្រអ្នកក្រុងរាជជាច្រើនឆ្នាំមកនេះតែគ្មានបុត្រសម្បីម្នាក់តើមានសមត្ថភាពអ្វីមកអង្គុយលើបល្ល័ង្កនេះតើអ្នកណាគេនឹងគោរពអ្នកហើយតើត្រូវបន្តរាជសម្បត្តិទៅឲ្យអ្នកណាថ្ងៃនេះបានអ្នករំចុះចេញពីតំណែងដោយខ្លួនឯងប្រហែលជាខ្ញុំអាចទុកជីវិតឲ្យអ្នកបានទាំងអស់នេះគ្រាន់តែពឹងលើអ្នកក៏មើលស្រាលយើងខ្លាំងពេកហើយនិយាយចប់ព្រះចៅអធិរាជក៏ដកដាវពីចង្កេះអង្គរៈនៅក្បែរនោះភ្លាមហើយក៏ចាប់ផ្ដើមប្រយុទ្ធជាមួយស្ដេចចិនការប្រយុទ្ធផ្ទុះឡើងភ្លាមកងទ័ពទាំងសងខាងប្រយុទ្ធគ្នាយ៉ាងសាហាវនៅឯវិមានថេឈៀពេលដែលកន្លែងនោះកំពុងវឹកវរខ្ញុំក៏ក្រោកឡើងយ៉ាងលឿនរត់ទៅរកប្រអប់ធំនោះខ្ញុំប្រញាប់ស្រាយចំណងឲ្យកូនរបស់ខ្ញុំប៉ុន្តែនៅពេលដែលខ្ញុំស្រាយចំណងរួចកំពុងតែត្រៀមនាំកូនរត់ចេញពីទីនោះព្រះនាងលីវហ្គៃវីក៏ស្រាប់តែកាន់ដាវវែងរត់សម្ដៅមកពួកយើងនាងស្រីថោកទាបនៅចុងដណ្ដើមតំណែងអាគមហេសេពីយើងទៀតទៅស្លាប់ទៅឃើញដាវវែងមកដល់ចិត្តបង្កាយខ្ញុំតិចមិនទាន់ឡើយបានត្រឹមតែប្រញាប់អបកូនជាប់ក្នុងទ្រូងដើម្បីយកខ្លួនរងដាវជំនួសភ្លាមដែលដាវចាក់ចូលក្នុងទ្រូងខ្ញុំក៏ឃើញកូនរបស់ខ្ញុំទាំងអស់គ្នាប្រែទៅជាកូនឆ្មាតូចដែលបេះរោមស្ទុះទៅខំហែកព្រះនាងលីវយ៉ាងសាហាវដូចឈួតកូនឆ្មាតូចដែលបេះរោមនោះស្ទុះទៅខំហែកព្រះនាងលីវយ៉ាងសាហាវដូចឈួតខ្ញុំចង់ខាត់ពួកគេប៉ុន្តែការជិះចាប់ខ្លាំងក៏វាលោកមកខ្ញុំមិនអាចទប់ខ្លួនបានក៏ដួលសន្លប់នៅទីនោះគឺតែសំឡេងស្រែកផ្អើលច្របូកច្របល់ពេញត្រចៀកស្ថានភាពនៅទីនោះវឹកវរខ្លាំងណាស់ខ្ញុំចង់តែក្រោកឡើងដើម្បីការពារកូនរបស់ខ្ញុំបន្តទៀតប៉ុន្តែខ្ញុំអស់កម្លាំងខ្លាំងណាស់មិនដឹងថាជាការយកសពឬយ៉ាងណានៅវិនាទីចុងក្រោយមុនពេលខ្ញុំសន្លប់ខ្ញុំបែរជាឃើញព្រះមហាក្សត្រមានទឹកមុខព្រួយបារម្ភហើយរត់មករកខ្ញុំយ៉ាងលឿនពេលភ្ញាក់ឡើងវិញខ្ញុំក៏ដេកនៅលើគ្រែក្នុងដំណាក់យាយឡានការជិះចាប់លើខ្លួនប្រាណក៏ស្រាកស្រានទៅច្រើនខ្ញុំចង់ក្រោកទៅរកកូនរបស់ខ្ញុំប៉ុន្តែទើបតែក្រោកឡើងក៏ឃើញនៅក្បែរគ្រែខ្ញុំមានឆ្មាពណ៌សុទ្ធមួយក្បាលដេកនៅទីនោះឆ្មានេះមិនមែនជាឆ្មាអនិថាដែលខ្ញុំធ្លាប់ឲ្យចំណីនៅសួនច្បាររាជវាំងមុនពេលខ្ញុំទៅថ្វាយបង្គំទេកូនទាំង5នាក់នោះគឺជារឿងដែលអ្នកធ្វើមែនទេមែនទេខ្ញុំខឹងខ្លាំងណាស់ក៏ក្រោកឈរភ្លាមរួចចាប់ផ្ដើមវាគូឆ្មាស់នេះមួយទំហឹងឯងដឹងទេថាឯងធ្វើឲ្យខ្ញុំវិញយ៉ាងណាខ្ញុំមិនបានលួចមានសហាយស្មន់ទេតែបែរជាសម្រាលបានកូនឆ្មាមួយហ្វូងខ្ញុំជាស្ត្រីទើបសម្រាលកូនសុកដើម្បីឲ្យរស់រានមានជីវិតមានតែប្រាប់គេថាខ្ញុំបន្ទោលបងចេញមកគេឈ្មោះខ្ញុំត្រូវឯងបំផ្លាញអស់ហើយដើម្បីការពារកូនឆ្មាទាំងនោះខ្ញុំត្រូវគេដកតំណែងឲ្យបញ្ជូនទៅដំណាក់ត្រជាក់រស់នៅដោយភ័យខ្លាចរាល់ថ្ងៃស្ទើរតែត្រូវគេកាត់ទោសប្រហារជីវិតជាច្រើនដងខ្ញុំដឹងថាឯងចង់តបស្នងគុណដែលខ្ញុំធ្លាប់ឲ្យចំណីតែយ៉ាងហោចណាស់ក៏សួរយោបល់ខ្ញុំខ្លះទៅប្រាប់មកឯងធ្វើរឿងនេះតាំងពីពេលណាឯងធ្វើរឿងនេះតាំងពីពេលណាហេតុអ្វីបានជាធ្វើឲ្យមនុស្សម្នាក់ដែលសុខតែជាសម្រាប់បានកូនឆ្មាទៅវិញឆ្មាស្នោះមើលមកខ្ញុំដោយគួរឲ្យអាណិតបន្តិចក្រោយមកវាក៏និយាយឡើងក៏យប់ដែលអ្នកទៅថ្វាយបង្គំស្ដេចនឹងអីហេតុអ្វីសំឡេងឆ្មាស់នេះស្ដាប់ទៅម្លេះស្របពេលនោះឯងកូនឆ្មាតូចរបស់ខ្ញុំពីរបីក្បាលក៏រត់ប្រញាល់យ៉ាងលឿនមករកខ្ញុំអ្នកម៉ាក់ភ្ញាក់ហើយអ្នកម៉ាក់លោកប៉ាពូកែខ្លាំងណាស់លោកប៉ាដេញពួកមនុស្សអាក្រក់ទៅបាត់ហើយថែមទាំងជួយសង្គ្រោះអ្នកម៉ាក់ទៀតអីគេលោកប៉ាខណៈដែលខ្ញុំកំពុងតែញញឆ្ងល់ឆ្មាដែលខ្ញុំទើបតែវាគូតវាអំបញ្ញមិញក៏ស្រាប់តែផ្លាស់ប្ដូររូបរាងคล้ายជាព្រះមហាក្សត្រមិនមែនទេនេះវាជារឿងអីទៅព្រះមហាក្សត្រខ្ញុំមើលដៃខ្លួនឯងដែលទើបតែវាគូតឆ្មាអំបញ្ញមិញមិនអាចជឿលើអ្វីដែលឃើញនៅចំពោះមុខសោះព្រះមហាក្សត្រមើលមកខ្ញុំដោយភាពអៀនខ្មាសឥឡូវអ្នកដឹងហើយចុះការលំបាកដែលខ្ញុំជួបប្រទះកន្លងមកនេះគិតយ៉ាងម៉េចឈៀងជឺតើអ្នកនៅចាំការពី7ឆ្នាំមុនបានទេដែលអ្នកធ្លាប់ជួយសង្គ្រោះឆ្មាមួយក្បាលនៅតំបន់ជាងណានោះតើអ្នកធ្លាប់ជួយសង្គ្រោះឆ្មាមួយក្បាលនៅតំបន់ជាងណាដែរឬទេពេលនោះការចងចាំទាំងឡាយក៏ផុសឡើងក្នុងចិត្តរបស់ខ្ញុំកាលនោះខ្ញុំនៅក្មេងនៅឡើយរស់នៅក្នុងផ្ទះចាស់នៅតំបន់ជាងណាថ្ងៃមួយខ្ញុំបានជួយសង្គ្រោះឆ្មារបបួលមួយក្បាលខ្ញុំថែទាំវាយ៉ាងយកចិត្តទុកដាក់រហូតដល់ជាសះស្បើយឆ្មាមួយក្បាលនោះគឺជារូបយើងនេះឯងយើងដើមឡើយជាសមាជិកនៃត្រកូលឆ្មាទេពដោយសារមានរឿងហេតុក្នុងត្រកូលទើបធ្លាក់ខ្លួនមកក្នុងពិភពមនុស្សថ្ងៃដែលរងរបួសនោះសំណាងបានអ្នកជួយសង្គ្រោះទើបអាចរក្សាជីវិតបានបន្ទាប់ពីត្រឡប់ទៅត្រកូលវិញយើងមិនអាចបំភ្លេចអ្នកបានឡើយឬថាពិភពមនុស្សលើកដំកើងអធិរាជជាធំយើងក៏រកគ្រប់មធ្យោបាយដើម្បីដណ្ដើមរាជបល្ល័ង្ករួចក៏ស្វែងរកដំណឹងរបស់អ្នកកាលនោះយើងដឹងត្រឹមតែថាអ្នកជាស្ត្រីមានផ្ទៃពោះម្នាក់ក្រៅពីនោះគឺគ្មានព័ត៌មានអ្វីទាំងអស់ទើបបង្ខំចិត្តប្រកាសជ្រើសរើសស្ត្រីមានផ្ទៃពោះទូទាំងគោចូលក្នុងវាំងយើងមិនអាចមានកូនជាមួយមនុស្សធម្មតាបានឡើយដូច្នេះហើយទើបមិនដែលប៉ះពាល់ស្និទ្ធស្នាលជាមួយព្រះមហេសីដទៃចំពោះព្រះមហេសីទាំង10រូបដែលត្រូវប្រហារជីវិតនោះពួកគេពិតជាមានទំនាក់ទំនងជាមួយអ្នកអតីមែនយើងគ្រាន់តែឆ្លៀតឱកាសនោះដើម្បីកម្ចាត់អ្នកដែលមិនស្មោះត្រង់ប៉ុណ្ណោះក្នុងអ្នករកខ្ញុំឃើញហើយចុះហេតុអ្វីបានជាអ្នកមិនព្រមហៅខ្ញុំទៅជួបព្រោះតែនឹកស្រុកកំណើតខ្លាំងពេកខ្ញុំចង់ទទួលស្គាល់អ្នកតែខ្លាចធ្វើឲ្យអ្នកភ្ញាក់ផ្អើលរហូតដល់ថ្ងៃនោះខ្ញុំទ្រាំមិនបានក៏បដូររូបរាងដើមចង់ទៅលួចមើលអ្នកស្រាប់តែអ្នកមកជួបខ្ញុំនៅសួនច្បារក្នុងវាំងថែមទាំងឲ្យនំខ្ញុំញ៉ាំទៀតពេលនោះហើយតែខ្ញុំដឹងថាចាំទៅទៀតមិនបានទេចំណែករឿងយប់នោះដែលអ្នកស្រវឹងដើរខុសដំណាក់អ្នកចំណែករឿងយប់នោះដែលអ្នកស្រវឹងដើរខុសដំណាក់អ្នកគឺខ្ញុំជាអ្នករៀបចំទាំងអស់គ្រាន់តែជាលេសដើម្បីបានជួបអ្នកប៉ុណ្ណោះព្រោះខ្ញុំតែងតែគិតថាខ្លួនឯងមិនអាចធ្វើឲ្យមនុស្សធម្មតាមានកូនបានទេដូច្នេះពេលដឹងដំណឹងថាអ្នកមានផ្ទៃពោះខ្ញុំថែមទាំងលួចពិបាកចិត្តអស់មួយរយៈធំក្រោយមកក៏គិតថាហេចុះទោះបីជាកូនរបស់អ្នកអតីតក៏ដោយខ្ញុំនឹងចិញ្ចឹមកូននោះជំនួសអ្នកក្រោយមកមូលហេតុដែលអញដាក់អ្នកឲ្យទៅនៅដំណាក់ត្រជាតាមពិតទៅគឺដោយសារតែក្នុងត្រកូលឆ្មាវិញ្ញាណមានអ្នកខុបខិតជាមួយមនុស្សធម្មតាបានបញ្ជូនមនុស្សឲ្យលួចចូលក្នុងវាំងពេលនោះមិនទាន់ដឹងពីគោលបំណងរបស់ពួកគេច្បាស់ហើយអញក៏មិនអាចនៅក្បែរអ្នកគ្រប់ពេលវេលាបានដែរទើបត្រូវប្រើវិធីនេះដើម្បីការពារសុវត្ថិភាពរបស់អ្នកស្នំឯកលីវគឺជាអ្នកដែលត្រកូលឆ្មាវិញ្ញាណបញ្ជូនមកដណ្ដើមរាជបល្ល័ង្កនាងត្រូវបានអញកាត់ទោសប្រហារជីវិតរួចហើយអ្នកកុំបារម្ភអី
មុខទៀតគ្មានអ្នកណាអាចធ្វើបាបអ្នកនឹងកូនបានឡើយរឿងរ៉ាវទាំងអស់ត្រូវបានលាតត្រដាងមានអារម្មណ៍ថាទាំងពួកអស់សំណាចទាំងរំជួលមិននឹកស្មានសោះថាអ្វីទាំងអស់នេះវាដូចជារឿងល្ខោនបែបនេះកាន់តែមិននឹកស្មានថាព្រះមហាក្សត្រស្រឡាញ់ខ្ញុំខ្លាំងដល់ថ្នាក់នេះពេលថ្ងៃក្រោយមកព្រះមហាក្សត្របានប្រកាសប្រាប់ពិភពលោកតែងតាំងខ្ញុំជាព្រះមហេសីកូនឆ្មាទាំង5ក៏ត្រូវបានតែងតាំងជាព្រះរាជបុត្រជាផ្លូវការកូនឆ្មាទាំង5ក៏ត្រូវបានតែងតាំងជាព្រះរាជបុត្រជាផ្លូវការព្រះនាងស្នំឯកលីវព្រមទាំងឪពុកគឺលោកនាយករដ្ឋមន្ត្រីលីវដោយសារគប់គិតជាមួយត្រកូលឆ្មាវិញ្ញាណត្រូវបានកាត់ក្បាលប្រហារជីវិតជាសាធារណៈជីនវ៉ាងក្បត់ជាតិត្រូវបានលិញឈឺប្រហារជីវិតព្រះមេដាអំព្រះកាយជាមួយចៅដ៏គួរឲ្យស្រឡាញ់ទាំងពីរទ្រង់សប្បាយព្រះទែងមិនដាច់ពីមាត់ឡើយព្រះអាទិត្យចាប់ផ្ដើមអសង្កត់ព្រះមហាក្សត្រអបខ្ញុំឈរនៅលើកំពូលកំពែងក្រុងទតមើលទឹកដីដ៏ធំល្វឹងល្វើយឈីងឈឺអរគុណអ្នកអរគុណចំពោះអរគុណដែលបានផ្ដល់កំណើតកូនដ៏គួរឲ្យស្រឡាញ់ដល់យើងខ្ញុំផ្អែកលើទ្រូងដ៏កក់ក្ដៅរបស់ទ្រង់តែក្រោយទៅមើលកូនតែកំពុងរត់លេងយ៉ាងសប្បាយរីករាយហាក់ដូចជាអ្វីទាំងអស់នេះគ្រាន់តែជាសុបិនពីរអ្នកនៅក្នុងដំណាក់ត្រជាក់ខ្លាចជាមហេសីនេនកូពីរអ្នកដែលគេស្អប់ខ្ពើមខ្លាចជាអ្នកដល់កំណើតដល់រីទីយាដំណើរជីវិតមួយនេះពិតជាមានរឿងរ៉ាវច្រើនណាស់តែទីបំផុតក៏បានជួបតែរឿងល្អព្រះមហាក្សត្រប្រសិនបើថ្ងៃនោះខ្ញុំមិនបានជួយសង្គ្រោះទ្រង់តើនឹងមានរឿងរ៉ាវទាំងអស់នេះកើតឡើងដែរឬទេព្រះមហាក្សត្រអន់ព្រះកេសថាផ្សក់ខ្ញុំភ្នែកឆ្មាដ៏ស្រស់ស្អាតរបស់ទ្រង់ចាំងពន្លឺយ៉ាងទន់ភ្លន់ក្រោមពន្លឺថ្ងៃវាជាព្រំលិខិតកំណត់ទុកយើងជឿថាទោះបីជាត្រូវចាប់ផ្ដើមម្ដងទៀតរាប់ពាន់ដងក៏ដោយយើងក៏នឹងនៅតែជ្រើសរើសការរស់នៅជាមួយអ្នករហូតអស់មួយជីវិត